Brazil ទឹកទី2 round 2 ទឹកទី2 round 2គាត់អត់ចេញអ្នកមួយក៏មិនចេញទាត់ជើងក្រោមពីបង្គោលខៀវទាត់ពីរជើងមួយដៃអាយ៉ាអ្នកមួយទៀតចូលដៃរបស់ចត្រាជង្គង់របស់ខៀវ2ជង្គង់ហើយជង្គង់មួយទៀត3 4 5បាទតាមពិតបាទបង្គោលខៀវថាខ្ញុំវាយចំតំបន់អាមគាត់មែនអធិស្ឋានអីចឹងទាត់មួយជើងទាត់អូយពេញល្អណាស់កែងរបស់ចត្រាបាទចាប់កាច់មកដួលហើយបង្គោលខៀវងើបអត់ងើបតើតែអាវុធរបស់បង្គោលខៀវនេះស្រួលណាស់ចត្រាក៏មិនអាចមើលរំលងបានដែរទាត់មួយជើងពីចត្រាឡៅចត្រាឡៅចន្ទ្រាឡៅសៃនេតទាត់កាប់តឡាចចូលដៃ 1 2 3 4 5 6 7 8 បាទ8ហើយបន្តការប្រកួត continue ទៅទៀតមួយដៃអត់ដល់ទេចូលដៃរបស់ចត្រាដៃរបស់ចត្រា Focus on 1 2 3 4 5 6 7 8 8 បន្តការប្រកួត continue ទៅទៀតហើយគោកខៀវនឹងខឹងណាស់គាត់ថាមិនគួរណាស់ផ្លត់ចូលដៃរបស់ចត្រាសោះដៃរបស់គោកខៀវទាត់របស់គោកខៀវកែងរបស់ចត្រាចាប់ទៀនជង្គង់របស់ចត្រាជង្គង់របស់ចត្រាអាយ៉ាប្រប្រងប្រាក់បាច់ទេធាក់មួយសិនមួយដៃរបស់ចត្រាកែងរបស់ចត្រាធាក់មួយរបស់ចត្រាបាទចេញមើលរូបភាពយន្តបាញ់បាទនេះហើយការអ្នកលេងប្រអប់ឆ្វេងស៊ីនបាទឡៅចត្រាបាទបង្គោលបាទគៀវនេះគាត់អន់ចិត្តបាទដែលគាត់បាទចូលដៃរបស់បាទចត្រាបាទបណ្ដាលវង្វេងសម្រាប់ដៃទី1នេះផឹងបាទមួយដៃនេះហើយដែលធ្វើឲ្យគាត់អន់ចិត្តស្ដោកបាទព្រោះថាគាត់ពោបញ្ជុតបានមកទឹកអំបញ្ញធ្វើបានយ៉ាងល្អបាទបន្តមកទៀតធ្វើឲ្យគាត់គ្រប់គ្រងបាទឡៅចត្រាគ្រប់គ្រងកម្លាំងទៅលើកីឡាករបង្គោលខៀវពេញចេញមកដៃឆ្វេងទៀតបាទនេះអ្នកលេងប្រអប់ឆ្វេងបាទអូខាងឆ្វេងធ្ងន់មែនណាចត្រានេះបាទបាទវាយគេវាយខាងលើវាយខាងបង្គោលវាយខាងលើទៅវាយខ្ញុំវាយក្រោមវាយគ្នាឯងវាយក្រោមមិនកើតបាទអរគុណបាទអញ្ចឹងអំបញ្ញមិញនេះបាទ4 លានរៀលបាទពីអ្នកលៀងមេងពីលើតម្លៃខ្លួនពីលើតម្លៃខ្លួនបាទជូនដល់បាទឡៅចត្រាបាទក្នុងឱកាសចូលឆ្នាំថ្មីចូលឆ្នាំបាទចូលឆ្នាំថ្មីបាទអត់ទេខ្ញុំមើលមកគាត់ឲ្យចាំឲ្យច្បាស់ដោយសារបាត់យូរអត់ទេបាទយើងហៅគាត់មកតែគាត់ជាប់បាទពេលឥឡូវនេះបាទបានមកបាទ4 លានរត់មុខបាទបន្តមកទៀតបាទគឺសង្ឃឹមថានឹងមានការប្រកួតអស្ចារ្យបន្តទៀតសម្រាប់ឡៅចត្រាអរគុណបាទខ្ញុំបាទក៏សូមប្រកួតទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការជ័យជំនះបានទៅលើបង្គោលក្រហមឡៅចត្រាផ្ដួលដៃគូបង្គោលខៀវឲ្យលោកកញ្ញាកណ្ដាលប្រជុំនៅក្នុងទឹកទី2